ភាពតានតឹងកំពុងកើនឡើងខណៈដែលប្រទេសចិនបង្ហាញថាខ្លួនមិនទទួលស្គាល់ទុនកម្មរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងកំណត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ជំហរនេះធ្វើឲ្យទីក្រុងប៉េកាំងមានជម្លោះជាមួយគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលស្វែងរកការកាត់ផ្តាច់ប្រាក់ចំណូលថាមពលរបស់ទីក្រុងតេហិរ៉ង់តាមរយៈការរឹតបន្តឹងហិរញ្ញវត្ថុកអ្នកគាំទ្រជំហររបស់ប្រទេសចិនបានកំណត់វាថាជាបញ្ហាអធិបតេយ្យឲ្យភាពជាតិនិងសន្តិសុខថាមពលពួកគេអះអាងថាទុនកម្មឯកតោភាគីជាពិសេសទុនកម្មដែលភ្ជាប់ទៅនឹងប្រព័ន្ធផ្អែកលើប្រាក់ដុល្លារមិនគួរគ្រប់គ្រងពីរបៀបដែលប្រទេសឯករាជ្យធ្វើពាណិជ្ជកម្មនោះទេហើយថាសេដ្ឋកិច្ចធំកំពុងចាប់ផ្ដើមទប់ទល់នឹងសម្ពាធហិរញ្ញវត្ថុខាងក្រៅទោះជាយ៉ាងណាក៏ដោយអ្នករិះគន់បានព្រមានថាការទិញប្រេងដែលកំពុងបន្តអាចពង្រឹងឥទ្ធិពលក្នុងតំបន់និងកម្មវិធីជំរងចម្រាស់របស់អ៊ីរ៉ង់ដោយប្រយោលតាមទស្សនៈរបស់ពួកគេទុនកម្មនៅតែជាឧបករណ៍យុទ្ធសាស្ត្រសំខាន់មួយដើម្បីកំណត់មូលនិធិដែលអាចរួមចំណែកដល់អស្ថិរភាពភូមិសាស្ត្រនយោបាយនៅក្នុងស្នូលរបស់វាការប្រជុំមុខដាក់គ្នានេះឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរកាន់តែស៊ីជម្រៅនៅក្នុងអំណាចសកលវាលើកឡើងនៅសំណួរដ៏សំខាន់មួយតើអ្នកណាកំណត់ច្បាប់ក្នុងពាណិជ្ជកម្មអន្តរជាតិនិងថាតើឥទ្ធិពលដែលជំរុញដោយទុនកម្មប្រពៃណីនៅតែអាចបង្កើតពិភពលោកផូដែលវិវត្តយ៉ាងឆាប់រហ័សឬអត់ចង់តាមដានព័ត៌មានថ្មីបន្តទៀតសូមបងប្អូនជួយចុច Like Share និងចុច Follow ឬចុច Subscribe ម្នាក់មួយផងសូមអរគុណ